កង់ហាតូច David គឺជាក្មេងប្រុសតូចម្នាក់ដែលរៀននៅថ្នាក់ទី3នៃសាលាបឋមសិក្សាមួយនៅទីរួមខេត្តកណ្ដាលរាល់ថ្ងៃ David តែងតែលេងយ៉ាងសប្បាយរីករាយជាមួយនឹងមិត្តភក្តិស្និទ្ធស្នាលរបស់ខ្លួនឈ្មោះ Vito ក្រោយពីចេញពីរៀនពួកគេតែងតែបបួលគ្នាទៅលេងនេះលេងនោះមិនដែលខានឡើយថ្ងៃមួយម្ដាយរបស់ David បានទិញប្រដាប់លេងថ្មីមួយឲ្យគាត់ប្រដាប់លេងនោះគឺកង្ហារខ្យល់តូច David ស្រឡាញ់និងពេញចិត្តនឹងប្រដាប់លេងថ្មីរបស់ខ្លួនខ្លាំងណាស់គាត់មិនឲ្យនរណាម្នាក់បានប៉ះនឹងលេងកង្ហារខ្យល់តូចនោះឡើយសូម្បីតែ Vito ហាក់មានអារម្មណ៍តូចចិត្តនឹង David យ៉ាងខ្លាំងដែលចាត់ទុករបស់លេងសំខាន់ជាងមិត្តភក្តិស្និទ្ធស្នាលបែបនេះប៉ុន្តែ Vito មិនបានប្រកាន់ខឹងនឹង David ឡើយហើយគិតក្នុងចិត្តថា David ច្បាស់ជាត្រឡប់មកលេងជាមួយនឹងខ្លួនវិញនៅថ្ងៃណាមួយជាមិនខានចាប់តាំងពីពេលនោះមកទំនាក់ទំនងរវាង Vito និង David ហាក់ដូចជាកាន់តែឆ្ងាយពីគ្នាបន្តិចម្ដងកន្លងទៅបានមួយរយៈ David ចាប់ផ្ដើមធុញនឹងកង្ហារតូចនេះណាស់គាត់ចាប់ផ្ដើមនឹកដល់ការលេងយ៉ាងសប្បាយជាមួយនឹង Vito វិញ David ក៏រត់តម្រង់ទៅរក Vito នៅក្នុងថ្នាក់រៀនប៉ុន្តែបែរជាឃើញ Vito លេងយ៉ាងសប្បាយរីករាយជាមួយនឹងមិត្តភក្តិថ្មីទៅវិញ David បានទាញកង្ហារខ្យល់តូចរបស់គេចេញពីក្នុងខោប៉ៅរួចសម្លឹងទៅកាន់ Vito ដែលកំពុងសើចក្អាកក្អាយខ្លួនមានអារម្មណ៍ថាសោកស្ដាយណាស់ដែលបោះបង់មិត្តសម្លាញ់ដោយសារតែរបស់លេងថ្មីពេលនោះស្រាប់តែ Vito ដើរមករក David ជាមួយនឹងមិត្តភក្តិថ្មី Vito បាននិយាយមកកាន់ David ថា David ឯងមកហើយឬពួកយើងរងចាំឯងយូរហើយណានិយាយចប់ Vito អូសដៃ David និងមិត្តភក្តិថ្មីនោះទៅលេងក្នុងសួនមុខសាលារៀនយ៉ាងសប្បាយរីករាយជាមួយនឹងកង្ហារតូចនោះ David មានអារម្មណ៍ថាខ្មាស់ខ្លួនឯងតែក៏សប្បាយចិត្តដែល Vito នៅតែលេងជាមួយនឹងខ្លួនហើយបានសន្យានឹងខ្លួនឯងថាលើកក្រោយពេលណាខ្លួនមានរបស់លេងថ្មីនឹងចែក Vito និងមិត្តឯទៀតលេងដែរមិនខានគតិអប់រំក្នុងរឿងនេះទោះអ្នកបានរបស់លេងថ្មីឬមិត្តភក្តិថ្មីក៏ដោយក៏មិនត្រូវបំភ្លេចមិត្តភក្តិចាស់ដែលតែងតែនៅក្បែរអ្នករហូតដែរកុមារីភ្នែកតូចអស់កាលដ៏យូរណាស់មកហើយមានស្ត្រីមេម៉ាយម្នាក់រស់នៅក្នុងភូមិដ៏តូចមួយក្បែរព្រៃស្ត្រីមេម៉ាយម្នាក់នោះមានឈ្មោះថាចន្ទធូរស់នៅក្រោមដំបូលផ្ទះដ៏តូចជាមួយនឹងកូនស្រីម្នាក់ឈ្មោះភ្នែកតូចនាងជាក្មេងស្រីឆ្លាតវាងវៃរហ័សរហួនឧស្សាហ៍និងព្យាយាមហើយមានសុជីវធម៌ល្អនិងចេះជួយយកអាសារអ្នកដទៃនៅក្នុងភូមិលើសពីនេះនាងក៏ជាក្មេងស្រីចេះស្ដាប់បង្គាប់របស់ម្ដាយបានយ៉ាងល្អជាហេតុធ្វើឲ្យគេស្រឡាញ់និងពេញចិត្តនាងគ្រប់គ្នារៀងរាល់ថ្ងៃនាងតែងតែជួយធ្វើកិច្ចការងារផ្ទះជំនួសម្ដាយផងនិងចូលព្រៃដើម្បីរកបេះបន្លែនិងផ្លែឈើផងទុកសម្រាប់ហូបនិងលក់ខ្លះដើម្បីបានប្រាក់ចាយវាយនៅពេលដែលនាងចូលព្រៃម្ដងសត្វទន្សាយតែងតែមកជួយយកអាសានាងជាហេតុធ្វើឲ្យនាងបេះបានបន្លែនិងផ្លែឈើជាច្រើនភ្នែកតូចនិងសត្វទន្សាយក៏បានក្លាយជាមិត្តស្និទ្ធស្នាលនឹងគ្នាចាប់ពីពេលនោះទៅលុះមកដល់ផ្ទះភ្នែកតូចរៀបរាប់ប្រាប់ម្ដាយដោយសេចក្តីរីករាយម្ដាយរបស់ភ្នែកតូចក៏បានផ្ដែផ្ដាំទៅកូនថាចូលកូនប្រយ័ត្នខ្លួននិងព្យាយាមធ្វើតែសេចក្តីល្អទឹកចិត្តសប្បុរសនិងមានសន្តានចិត្តល្អចំពោះអ្នកផងគ្រប់គ្នាលុះដល់ថ្ងៃបន្ទាប់នាងចូលព្រៃដូចសពដងតែលើកនេះម្ដាយនាងបានរៀបចំបាយម្ហូបពីរកញ្ចប់មួយសម្រាប់នាងហូបពេលថ្ងៃត្រង់និងមួយទៀតដើម្បីឲ្យនាងយកទៅឲ្យជីដូនដែលកំពុងមានជំងឺរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយតែដោយសារផ្ទះជីដូននៅឆ្ងាយនាងត្រូវដើរឆ្លងកាត់ព្រៃសិនទើបបានមកដល់នៅពេលដែលនាងកំពុងធ្វើដំណើរឆ្លងកាត់ព្រៃនាងបានបេះផ្លែឈើខ្លះទៅជាមួយផងដែរនៅពេលដែលនាងដើរបេះបណ្ដើររហូតដល់ពាក់កណ្ដាលផ្លូវនាងបានជួបនឹងពពែស្គរមួយ
ដែលកំពុងដើរមកទាំងអាការៈហេវហត់លហិតលហើយហើយក៏មកដួលនៅចំពីមុខនាងមួយរំពេចនោះពពេលស្គមមួយក្បាលនោះក៏បានស្រដីមកនាងទាំងសំឡេងសើកសៅថានាងតូចតើខ្ញុំអាចសុំអ្វីហូបបន្តិចបានទេខ្ញុំអស់កម្លាំងណាស់ខានបានហូបអ្វីជាច្រើនថ្ងៃមកហើយភ្នែកតូចអាណិតសត្វពពែនោះយ៉ាងខ្លាំងតែនាងក៏មានការសង្ស័យបន្តិចដែរថាហេតុអ្វីបានជាសត្វពពែនៅក្នុងព្រៃដ៏ធំបែបនេះបែរជាគ្មានអ្វីហូបទៅវិញប៉ុន្តែនាងក៏នឹកឃើញដល់ពាក្យសម្ដីរបស់ម្ដាយនាងដែលបានអប់រំឲ្យនាងមានចិត្តសន្តោសចំពោះអ្នកផងគ្រប់គ្នានាងក៏បានហុចបាយមួយកញ្ចប់ដែលជាចំណីរបស់នាងផ្ទាល់ឲ្យទៅកាន់ពពែនោះហូបក្រោយពេលដែលពពែស្គមនោះបានហូបរួចរាល់វាហាក់មានកម្លាំងឡើងវិញវាក៏បានអរគុណកុមារីភ្នែកតូចជាអនេកដែលបានជួយវាហើយវាក៏បានហុចមែកឈើតូចមួយមកកាន់ភ្នែកតូចរួចស្រដីថាមែកឈើមួយនេះប្រហែលជាអាចជួយឯងបានភ្នែកតូចក៏បានទទួលមែកឈើនោះរួចបន្តដើរទៅផ្ទះជីដូននៅពេលដែលឃើញភ្នែកតូចកាន់មែកឈើតូចមួយនោះមកជីដូនរបស់នាងក៏បាននិយាយមកកាន់នាងទាំងសំឡេងសើកសៅថាចៅស្រីតើចៅស្រីបានមែកឈើនេះមកពីណាភ្នែកតូចក៏បានរៀបរាប់តាមដំណើររឿងសពគ្រប់ឲ្យជីដូនស្ដាប់ជីដូនរបស់ភ្នែកតូចក៏បានតបទៅនាងថាចៅដឹងទេមែកឈើមួយនេះគឺជាថ្នាំដ៏ពូកែស័ក្តិសិទ្ធិដែលអាចព្យាបាលជំងឺបានច្រើនមុខអ្នកភូមិជាច្រើននាក់បានខិតខំចូលទៅស្វែងរកមែកឈើមួយនេះដើម្បីយកមកព្យាបាលជំងឺរបស់យាយប៉ុន្តែរកមិនឃើញសោះភ្នែកតូចអរណាស់នៅពេលដែលនាងបានឮបែបនេះនាងក៏បានយកមែកឈើទៅកាត់ជាកង់រួចដាំទឹកដើម្បីឲ្យជីដូនរបស់នាងទទួលទានមិនយូរប៉ុន្មានជីដូនរបស់ភ្នែកតូចក៏បានជាសះស្បើយពីជំងឺរ៉ាំរ៉ៃហើយត្រឡប់មកមានសុខភាពមាំទាំដូចធម្មតាវិញគតិអប់រំក្នុងរឿងនេះធ្វើល្អបានល្អអំពើល្អមានហាងបាយមួយឈ្មោះហាងបាយមីងភីដោយមីងភីគឺជាម្ចាស់ហាងបាយមួយនេះគាត់មានកូនស្រីម្នាក់ដែលតែងតែចាំជួយការងារផ្ទះរបស់គាត់ហាងបាយរបស់មីងភីមានអ្នកមកទទួលទានជាច្រើនហូរហែព្រោះគាត់ជាមនុស្សចិត្តល្អបាយក៏ឆ្ងាញ់និងមានតម្លៃសមរម្យធ្វើឲ្យអ្នកទទួលទានចូលចិត្តមកហាងរបស់គាត់ជាប្រចាំនិងមានចិត្តស្រឡាញ់រាប់អានគាត់ជាខ្លាំងថ្ងៃមួយកូនស្រីរបស់គាត់បាននិយាយទៅកាន់គាត់ថាម៉ែបើម៉ែលក់ក្នុងតម្លៃថោកសមរម្យហើយថែមឲ្យគេរហូតអញ្ចឹងថ្ងៃណាមួយហាងរបស់យើងពិតជាខាតមិនខានអ្វីត្បិតតែយើងមានភ្ញៀវច្រើនក៏ពិតមែនប៉ុន្តែយើងចំណេញបានតិចណាស់ចុះបើយើងសុខចិត្តលក់ឲ្យថ្លៃបន្តិចហើយចំណេញច្រើនវិញមិនល្អជាងទេឬឮបែបនេះមីងភីក៏តបវិញថាទេកូនស្រីម្ដាយអ្វីត្បិតតែយើងជាអ្នកលក់ដូរក៏ពិតមែនប៉ុន្តែយើងមិនគួរគិតរកតែប្រាក់ចំណេញមួយមុខឡើយយើងក៏ត្រូវតែខិតខំធ្វើអំពើល្អឲ្យបានច្រើនព្រោះថាការធ្វើអំពើល្អមិនចេះសាបសូន្យទេណាកូននៅថ្ងៃមួយមានក្មេងម្នាក់ដើរមកមុខហាងរបស់មីងភីដោយទឹកមុខហេវហត់ក្មេងនោះឈរនៅមុខហាងមួយសន្ទុះដោយយកដៃមកអោបក្បាលពោះបង្ហាញថាខ្លួនកំពុងឃ្លានខ្លាំងណាស់នៅពេលដែលមីងភីបានឃើញទឹកមុខរបស់ក្មេងនោះគាត់ក៏បានផ្ដល់អាហារជាច្រើនទៅឲ្យក្មេងនោះបានបរិភោគអាហារដោយក្តីសប្បាយរីករាយហើយបានអរគុណចំពោះសន្តានចិត្តដ៏ល្អរបស់មីងភីបានធ្វើអំពើល្អបែបនេះជារឿយរហូតដល់ធ្វើឲ្យមានអ្នកដែលស្រឡាញ់រាប់អាននិងជួយចិត្តគាត់យ៉ាងច្រើននៅថ្ងៃមួយហាងរបស់មីងភីត្រូវភ្លើងឆេះសន្ធោសន្ធៅពេលនោះមានអ្នកភូមិជាច្រើនអ្នកបានទៅជួយពន្លត់ភ្លើងប៉ុន្តែគួរឲ្យសោកស្ដាយវារៀងយឺតពេលបន្តិចជាហេតុធ្វើឲ្យហាងរបស់មីងភីខូចខាតយ៉ាងខ្លាំងឃើញដូច្នេះអ្នកភូមិស្ទើរគ្រប់គ្នាបានមកជួយសាងសង់ហាងរបស់មីងភីឡើងវិញចំណែកឯក្មេងដែលមីងភីបានជួយការពីលើកមុននោះ
បានចេញមុខធានាជួយមីងភីដើរទិញរបស់របរដើម្បីយកមកបើកហាងឡើងវិញមិនយូរប៉ុន្មានហាងបាយរបស់មីងភីក៏បានបើកដំណើរការជាថ្មីឡើងវិញហើយកាន់តែមានភ្ញៀវចេញចូលច្រើនជាងមុនថែមទៀតផងនេះសបបញ្ជាក់ឲ្យឃើញថាអំពើល្អរបស់មីងភីពិតជាមានតម្លៃខ្លាំងណាស់និងមិនចេះសាបសូន្យទេគតិអប់រំក្នុងរឿងនេះអំពើល្អមិនចេះសាបសូន្យនោះទេ